ក្នុងការដែលមានលេខ40សប្តាហ៍ថ្ងៃនេះជួប40សប្តាហ៍តើទុកបានទៀតអត់ដើម្បីកំណត់ថាទុកតាមដានមកតទៅទៀតអត់គេមើលពេលមកប្រឹក្សាហ្នឹងគូពេទ្យមើលទៅលើ2ចំណុចទី1គឺបរិមាណទឹកភ្លោះដែលបណ្ដាឲ្យកូនហ្នឹងលើសពី8លេខ8សង់ទីម៉ែត្រឡើងទៅរឿងទី2គឺគេតាមដានការបម្រើរបស់កូនថាតើការបម្រើហ្នឹងវាធម្មតាអត់ណាគេផ្អែកទៅលើកត្តាពីរហ្នឹងហើយគូពេទ្យគេនឹងធ្វើការពិនិត្យមាត់ស្បូនថាតើមាត់ស្បូនយើងហ្នឹងវាអាចនឹងឆាប់ក្នុងការសម្រាលឬក៏នៅអាហារយូរដែរហើយត្រូវតាមដានខ្លួនឯងនៅផ្ទះគឺការបម្រើរបស់កូនជារឿងចាំបាច់ហ្នឹងឯងហើយគូពេទ្យនឹងដាក់វាម៉ាស៊ីនដើម្បីតាមដានច្បាប់បេះដូងកូននៅកន្លែងហ្នឹងដើម្បីមើលថាតើចង្វាក់នៃការរើរបស់កូនហ្នឹងវាធម្មតាអត់គម្លាតពីមួយទៅមួយជាទូទៅចង្វាក់បេះដូងកូនអាចចន្លោះ120ទៅ160គេនិយាយថាករណីធម្មតាតែវាអត់នៅនឹងមួយតួលេខណាមួយវាប្រែប្រួលចន្លោះហើយគេអាចតាមដានចន្លោះ3 4ថ្ងៃក្រោយហើយនឹងសម្រាប់ចិត្តថាត្រូវដាក់ថ្នាំឲ្យឈឺអត់ជាទូទៅចន្លោះ41សប្តាហ៍41ទៅ41កន្លះយ៉ាងយូរគេអត់ទុកលើកពី42សប្តាហ៍ខ្លាចកូនគាត់មានគ្រោះថ្នាក់ដោយប្រការណាមួយនៅក្នុងផ្ទៃនៅពេលដែលគាត់មិនទាន់សម្រាលអញ្ចឹងបងប្អូនអាចតាមដានការបម្រើនៃកូនបានហើយមកឆែកតាមដានទឹកនោះនៅពេលពិនិត្យឲ្យកូនហើយនឹងតាមដានចង្វាក់បេះដូងកូនដោយម៉ាស៊ីនហើយនឹងការកាត់ស្បូនហ្នឹងគឺសុទ្ធតែអាចតាមដាននឹងម៉ាស៊ីនបាន